បច្ចុប្បន្ននេះការទិញទូរស័ព្ទ iPhone មួយទឹកគឺមានការពេញនិយមខ្លាំងណាស់ដោយសារតែវាជួយឲ្យយើងសន្សំលុយបានច្រើនប៉ុន្តែអ្វីដែលជាបញ្ហានោះគឺមនុស្សទូទៅមិនអាចជាជាងទូរស័ព្ទទេដូច្នេះពេលដែលពួកគេទិញអាចនឹងងាយរងគ្រោះទិញចំប៉ះម៉ាស៊ីនដែលគេកែច្នៃជួសជុលដូរគ្រឿងបន្លាស់ខាងក្នុងឬម៉ាស៊ីនដែលធ្លាប់ធ្លាក់ទឹកជាដើមការដែលយើងមើលតែសម្បកក្រៅថ្មីស្អាតមិនអាចបញ្ជាក់ថាក្នុងវាល្អនោះទេដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតិចនិចល្អលម្អិតនិងស៊ីជម្រៅចំនួន4ចំណុចដែលបងប្អូនអាចធ្វើបានតាមភ្លាមៗទោះជាមិនចេះរឿងទូរស័ព្ទក៏ដោយដើម្បីឆែកមើលថា iPhone នោះល្អឬអត់មុននឹងសម្រេចចិត្តទិញហុចលុយឲ្យគេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Remobile Tech កុំភ្លេចចុច Like និង Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីកុំឲ្យរំលងវីដេអូចំណេះដឹងបច្ចេកវិទ្យាក្រោយៗទៀតតោះឥឡូវយើងចូលមកមើលចំណុចដំបូងគេបងអស់ដែលជាមុខងារដ៏ល្អរបស់ប្រព័ន្ធប្រតិបត្តិការ iOS ក្រុមហ៊ុន Apple បានបង្កើតមុខងារមួយដែលឲ្យយើងដឹងថាតើទូរស័ព្ទនេះធ្លាប់ដូរគ្រឿងបន្លាស់ខាងក្នុងដែរឬអត់របៀបឆែកវាគឺងាយស្រួលទេបងប្អូនសូមបើកទៅកាន់កម្មវិធី Setting មកហើយបន្តមកទៀតយើងស្វែងធ្វើការស្វែងរកពាក្យមួយដែលគេបានដាក់ថា General ពេលដែលមកដល់ត្រង់កន្លែងនេះហើយសូមបងចុចទៅលើពាក្យថា About ហ្នឹងមកបន្ទាប់មកបងនឹងបានឃើញនៅត្រង់ចំណុច Setting មួយនេះគឺវានឹងបង្ហាញនៅមុខងារមួយដែលគេដាក់ថា Path and Service History បើសិនជាយើងអត់មានឃើញអីឬក៏យើងឃើញអីប្លែកយើងត្រូវពិនិត្យទៅលើពាក្យមួយដែលវាបង្ហាញឲ្យយើងឃើញបើសិនជាវាបង្ហាញពាក្យថា Anopat បានន័យថាគឺជាគ្រឿងបន្លាស់ដែលគេមិនស្គាល់មានន័យថាទូរស័ព្ទមួយហ្នឹងគឺធ្លាប់បានប្ដូរឬមួយក៏ប្ដូរគ្រឿងបន្លាស់ copy អញ្ចឹងណានឹងអាចមួយទៅគឺជាការផ្លាស់ប្ដូរដែរតែជាការផ្លាស់ប្ដូរមួយមិនមែនជារបស់ក្រុមហ៊ុន Apple ទេប៉ុន្តែបើសិនជាត្រង់កន្លែង About នេះវាអត់មានលោតពាក្យអ្វីទាំងអស់ដូចជារបស់ខ្ញុំអញ្ចឹងបានន័យថាទូរស័ព្ទមួយហ្នឹងមិនតមានការផ្លាស់ប្ដូរនៅត្រង់កន្លែងណាមួយទេបានន័យថាគ្រឿងបន្លាស់របស់វាគឺនៅល្អទាំងអស់ដូចជាទូរស័ព្ទថ្មីអញ្ចឹងយើងសូមចូលមកកាន់ចំណុចទី2ចំណុចទី2គឺយើងនិយាយអំពីតកតងនឹងអេក្រង់ជាមួយនឹងមុខងារ True Tone អញ្ចឹងនៅក្នុងត្រង់កន្លែង True Tone នេះយើងត្រូវតែឆែកមើលវាថាវាមានឬមួយក៏អត់បើសិនជាវាអត់មានវាអាចនឹងមានបញ្ហាដែរដោយអ្នកទាំងអស់គ្នាគ្រាន់តែអូសអេក្រង់យើងពីលើចុះមកក្រោមមកហើយយើងឃើញត្រង់កន្លែងពន្លឺនេះយើងសង្កត់នៅលើវាឲ្យជាប់បន្ទាប់មកយើងនឹងមានឃើញពាក្យមួយដែលគេដាក់ថា True Tone On នេះនៅខាងស្ដាំដៃខាងក្រោមហ្នឹងបើសិនជាយើងឃើញមានពាក្យ True Tone ហ្នឹងបានន័យថាទូរស័ព្ទមួយហ្នឹងគឺយើងអាចទុកចិត្តបានថាអេក្រង់របស់វាគឺអត់មានការផ្លាស់ប្ដូរទេប៉ុន្តែបើសិនជាវាអត់មាន True Tone ហ្នឹងសោះបានន័យថាទូរស័ព្ទមួយហ្នឹងអាចនឹងមានបញ្ហាទៅលើអេក្រង់មានគេផ្លាស់ប្ដូរឬមួយក៏គេផ្លាស់ប្ដូរប្រភេទដែលមិនមែនជារបស់ក្រុមហ៊ុនអញ្ចឹងណាប៉ុន្តែបើសិនជាយើងឃើញមាន True Tone ក៏យើងមិនប្រកាសដែរថាអេក្រង់របស់វាអត់មានការផ្លាស់ប្ដូរឬក៏មានបញ្ហាទេអញ្ចឹងយើងអាចតេស្តបន្ថែមជាមួយនឹងការtouch នៅលើអេក្រង់នឹងជាក់ស្ដែងដូចជាការដែលយើងតេស្តបែបនេះយើងសង្កត់ទៅលើកម្មវិធីឲ្យជាប់មកហើយយើងព្យាយាមអូសវាបានពេញអេក្រង់កន្លែងណាក៏ដោយយើងអូសវាសពអេក្រង់បើសិនជាអេក្រង់វារត់ល្អវារត់ទៅ smooth ល្អអាហ្នឹងក៏យើងអាចទុកចិត្តបានថាអេក្រង់របស់វាអត់មានបញ្ហាអីទេអាហ្នឹងគឺយើងអាចចំណាំបែបហ្នឹងបានសម្រាប់ចំណុចទី2អញ្ចឹងចំណុចបន្ទាប់នោះគឺតកតងជាមួយនឹងការធ្លាក់ទឹកបើសិនជាទូរស័ព្ទនឹងវាធ្លាប់ធ្លាក់ទឹកឬមួយក៏វាធ្លាប់ចូលទឹកវាអាចនឹងមានការឡើងស្កាអំបិលឬមួយក៏ជាឡើងជាតិអាលុយមីញ៉ូមនៅត្រង់កន្លែងជើងស៊ីមសម្រាប់ទូរស័ព្ទដែលយើងមានជើងស៊ីមគឺយើងអាចឆែកមើលត្រង់កន្លែងហ្នឹងប៉ុន្តែបើសិនជាសម្រាប់ប្រភេទទូរស័ព្ទដែលអត់មានរុនស៊ីមទេដូចជា14 15ឯឡើងទៅអត់មានរុនស៊ីមអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការមើលនៅត្រង់កន្លែងរុនសាកឬក៏មានកន្លែងណាមានប្រឡោះប្រហោងរុនរបស់វាហ្នឹងគឺយើងអាចឆែកមើលត្រង់ចំណុចហ្នឹងទៅយើងឃើញថាវាមានឡើងច្រេះឬមួយក៏វាឡើងស្កាមបើឡើងអីអត់បើសិនជាយើងមើលទៅអត់ឃើញទេបានន័យថាយើងអាចទុកចិត្តបានហើយក៏ប៉ុន្តែពេលខ្លះក៏ជាងគាត់ក៏អាចនឹងធ្វើការផ្លាស់ប្ដូរដូចគ្នាប៉ុន្តែបើសិនជាយើងឆែកវាល្អជាងយើងអត់អាហ្នឹងសម្រាប់ចំណុចទី3ឥឡូវយើងចូលមកកាន់ចំណុចទី4ចំណុចទី4របស់យើងគឺយើងតាក់ទងជាមួយនឹងថ្មអញ្ចឹងសម្រាប់ในការមើលថ្មយើងអាចឆែកសុខភាពថ្មបានយើងចូលទៅកាន់ setting មកហើយអ្នកទាំងអស់គ្នាបើទៅកាន់ពាក្យថា battery នេះពេលដែលមកដល់ឲ្យ battery ហ្នឹងហើយយើងអាចនឹងឃើញពាក្យមួយដែលគេដាក់ថា battery health and check នេះយើងចុចទៅលើពាក្យហ្នឹងទៅនៅត្រង់កន្លែងហ្នឹងយើងនឹងអាចឃើញព័ត៌មានតាក់ទងអំពីថ្មអញ្ចឹងសម្រាប់ iPhone មួយទឹកសុខភាពថ្មដែលវាល្អបំផុតគឺសូមឲ្យចន្លោះពី 80% ទៅ 90% ទៅគឺល្អសម្រាប់ប្រើប្រាស់ប៉ុន្តែបើសិនជាលើសពី90ទៀតអាហ្នឹងក៏វាល្អដែរប៉ុន្តែបើសិនជាត្រង់កន្លែងហ្នឹងយើងឃើញមានពាក្យមួយដែលវាលោតសារមកដូចជានៅខាងលើអីចឹងណាវាលោតពាក្យថា important battery message ឬក៏លោតពាក្យថា service អីចឹងទៅ
ឬក៏ពេលខ្លះអាចនឹងភាគរយវាក្រោម75%ក៏វាលោតនឹងសារហ្នឹងមកដែរអាហ្នឹងបានន័យថាទូរស័ព្ទហ្នឹងថ្មវាអាចនឹងខូចឬក៏វាខ្សោយខ្លាំងអញ្ចឹងវាអាចធ្វើឲ្យយើងពេលដែលទិញទូរស័ព្ទប្រភេទហ្នឹងយើងគង់តែត្រៀមលុយសម្រាប់ធ្វើការផ្លាស់ប្ដូរថ្មនៅថ្ងៃខាងមុខដូចគ្នាយើងអាចប្រើបានយូរទេអញ្ចឹងព្យាយាមយកថ្មទូរស័ព្ទណាដែលវាឡើងលើសពី80%ទៅ85 86អញ្ចឹងទៅអាហ្នឹងគឺអត់បញ្ហាទេចឹងសម្រាប់នៃការឆែក iPhone មួយទឹក4ចំណុចនេះខ្ញុំគិតថាវាអាចនឹងគ្រប់គ្រាន់ខ្លះៗហើយសម្រាប់បងប្អូនពេលដែលចាប់ផ្ដើមទិញទូរស័ព្ទដំបូងតាក់ទងនឹងទូរស័ព្ទមួយទឹកណាសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍និងជាកំណត់ជួយដល់បងប្អូនទាំងអស់គ្នាបើសិនបើបងប្អូនមានចម្ងល់ត្រង់ណាឬចង់ឲ្យខ្ញុំធ្វើវីដេអូបញ្ចូលពីបច្ចេកវិទ្យាឬក៏បញ្ហាផ្សេងៗទូរស័ព្ទផ្សេងទៀតអាច comment នៅខាងក្រោមវីដេអូនេះបានជាចុងក្រោយសូមកុំភ្លេចជួយចុច like share និងចុច subscribe channel Remote by Tech របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់សូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបាទ